អ្នកស្មារតីមិនបានចងចាំចូលស្ដាប់បណ្ដាំសំដីដូនតាមុនធ្វើអ្វីត្រូវពិចារណាកុំឲ្យសង្ខាររស់នៅគ្មានន័យច្បាប់ចរាចរណ៍ក៏បានកំណត់ឲ្យយើងគោរពកិច្ចផុតគ្រោះភ័យបើមិនអនុវត្តនាំជាប់ពិន័យមិនអាចលោកលៃនាំអាប់កិត្តិយសសបាយខ្លាជាទុកមិនបានព្រៀងទុកដោយគ្មានបញ្ញាព្រោះចង់ល្បីល្បាញនឹងភាពហឺហានោមតែមរណាដល់ជនរួមជាតិក៏ខែក៏ហានជាទីមនោរម្យយើងបានជួបជុំសប្បាយរីករាយពេលបានហូបចុកគុំនាំពងរាយឲ្យមានអន្តរាយដល់បរិស្ថានសប្បាយខ្លាជាទុកមិនបានព្រៀងទុកដោយគ្មានបញ្ញាព្រោះចង់ល្បីល្បាញនឹងភាពហឺហានោមតែមរណាដល់ជនរួមជាតិក៏ខែក៏ហានជាទីមនោរម្យយើងបានជួបជុំសប្បាយរីករាយពេលបានហូបចុកគុំនាំពងរាយឲ្យមានអន្តរាយដល់បរិស្ថាន